ជំរាបសួរលោកឪពុកអ្នកម្ដាយនិងបងប្អូនដែលមានគីឡូធ្ងន់ចាប់ពី100គីឡូឡើងណាបងប្អូនថ្ងៃនេះដែរខ្ញុំសូមណែនាំម៉ាស៊ីនរំញ័រសម្រក់ខ្លាញ់មួយតួខ្លួនដែលវាមានតួនាទីរំញ័រដុតបំបែកខ្លាញ់ក្រាស់ៗដែលកកនៅក្នុងខ្លួនយើងជាយូរឆ្នាំមកហើយម៉ាស៊ីននេះដែរល្អបំផុតសម្រាប់បងដែលមានគីឡូធ្ងន់ចាប់ពី100គីឡូឡើងព្រោះម៉ាស៊ីននេះដែរវាអាចទ្រទម្ងន់រហូតដល់250គីឡូអញ្ចឹងបងដែលមានគីឡូធ្ងន់ល្អបំផុតសម្រាប់ការប្រើម៉ាស៊ីនមួយនេះព្រោះដោយសារតែម៉ាស៊ីនរំញ័រខ្នាតតូចអត់អាចទ្រទម្ងន់បងប្អូនបានទេវាអត់ញ័រម៉ាស៊ីនរំញ័រខ្នាតតូចអាចទ្រទម្ងន់បានត្រឹម100គីឡូចុះក្រោមប៉ុណ្ណោះបើសិនជាបងប្អូនគីឡូធំទិញម៉ាស៊ីនខ្នាតតូចទៅនាំតែខាតថវិកាទេខ្ញុំណែនាំប្រភេទរំញ័រខ្នាតធំនេះជូនបងប្អូនដឹងស្រាប់ហើយម៉ាស៊ីនរំញ័រប្រភេទនេះគឺខាងបរទេសគេមានប្រើច្រើនដោយសារខាងបរទេសគេមានគីឡូធ្ងន់ច្រើនណាបងប្អូនអញ្ចឹងទៅប៉ែអាស៊ីយើងគីឡូរៀងតូចទេខ្ញុំក៏មានខ្នាតតូចសម្រាប់លក់ដែរប៉ុន្តែលើកនេះខ្ញុំយកខ្នាតធំមកសម្រាប់បងគីឡូធ្ងន់ដោយបងបានឃើញនៅក្នុងវីដេអូខ្ញុំស្រាប់វារំញ័រមួយតួខ្លួនរំញ័រដៃរំញ័រជើងនិយាយរួមទៅខ្លាញ់ដែលនៅក្នុងខ្លួនយើងទាំងបានហ្នឹងវាស្រកម្ដងបន្តិចអញ្ចឹងណាបងប្អូនមុខងាររបស់ម៉ាស៊ីននេះគឺរំញ័រក្លុកសម្រក់ខ្លាញ់មួយតួខ្លួនតែម្ដងអញ្ចឹងហើយការប្រើប្រាស់ម៉ាស៊ីននេះយើងចង់អង្គុយក៏បានចង់ឈរក៏បានស្អាតចិត្តយើងអញ្ចឹងណាបងប្អូនហើយជាពិសេសពុកម៉ែបងប្អូនដែលមានគីឡូធ្ងន់គាត់មានដៃកាន់សម្រាប់ទប់លំនឹងខ្លួនឯងកុំឲ្យដួលកុំឲ្យអីចឹងណាបងប្អូនហើយការតម្លើងលេខអីហ្នឹងយើងអ្នកកំណត់វាមានមុខងារជាច្រើនក្នុងការតម្លើងក្លុកនិយាយរួមទៅម៉ាស៊ីននេះភាគច្រើនគេផលិតសម្រាប់ថាបងប្អូនអ្នកជំងឺចាស់ជរាដែលគាត់មិនអាចធ្វើលំហាត់ប្រាណដោយខ្លួនឯងបានណាបងប្អូនអញ្ចឹងគេយកម៉ាស៊ីននេះជំនួយក្នុងការសម្រកខ្លាញ់ជាពិសេសប៉ែអឺរ៉ុបអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍អាចឆាតចូលពេកបានសម្រាប់ព័ត៌មានលម្អិតបន្ថែមអរគុណច្រើនជម្រាបលា